សេចក្តីរាយការណ៍ផ្លូវការផ្លូវបេតុងតបជាប់ទៅភូមិព្រែកចាមត្រូវបានជន់លិចតែប្រែជាតំបន់កំសាន្តដ៏ទាក់ទាញខេត្តព្រៃវែងផ្លូវបេតុងថ្មីមួយខ្សែមានប្រវែងប្រមាណជិត2គីឡូម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ11ទៅកាន់ភូមិព្រែកចាមក្នុងឃុំបន្លិចប្រាសាទស្រុកពាមរកបច្ចុប្បន្នកំពុងប្រឈមនឹងការជន់លិចស្ទើរតែទាំងស្រុងដោយសារជំនន់ទឹកភ្លៀងផ្ទុយទៅវិញស្ថានភាពទឹកលិចនេះបែរជាបានទាក់ទាញប្រជាពលរដ្ឋរាប់ពាន់នាក់ឲ្យធ្វើដំណើរមកលេងកម្សាន្តយ៉ាងសប្បាយរីករាយដោយប្រែក្លាយផ្លូវនេះទៅជាទីតាំងទេសចរណ៍បណ្ដោះអាសន្នដ៏មានប្រជាប្រិយភាពសកម្មភាពកម្សាន្តនិងការឆ្លើយតបរបស់អាជ្ញាធរឃុំបន្លិចប្រាសាទបានបញ្ជាក់ថាផ្លូវបេតុងនេះទើបតែត្រូវទឹកជន់លិចក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះប៉ុណ្ណោះដោយកម្រិតទឹកនៅលើខ្នងផ្លូវគឺត្រឹមកម្ពស់កំភួនជើងការជន់លិចនេះបានអនុញ្ញាតឲ្យភ្ញៀវទេសចរចូលរួមសកម្មភាពកម្សាន្តជាច្រើនរួមមានការស្ទូចត្រីការហែលទឹកនិងការជួបជុំទទួលទានអាហារជាលក្ខណៈគ្រួសារដោយមានការលក់ដូរត្រៀបត្រាននៅតាមបណ្ដោយផ្លូវវិធានការការពារហេដ្ឋារចនាសម្ព័ន្ធនិងសុវត្ថិភាពសាធារណៈដើម្បីការពារផ្លូវបេតុងនេះកុំឲ្យរងការខូចខាតឬបាក់ស្រុតដោយសារទម្ងន់យានយន្តនិងចរន្តទឹកអាជ្ញាធរឃុំនិងស្រុកបានដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ 1. បិទផ្លូវចរាចរណ៍អាជ្ញាធរបានដាក់របាំងលូដើម្បីហាមឃាត់មិនឲ្យរថយន្តតូចធំបែរឆ្លងកាត់ទីតាំងដែលលិចទឹកនោះដាច់ខាត 2. ធានាសុវត្ថិភាពកម្លាំងសន្តិសុខត្រូវបានដាក់ប្រចាំការជាប់ជាប្រចាំដើម្បីឃ្លាំមើលនិងត្រៀមអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់ក្នុងករណីមានគ្រោះថ្នាក់កើតឡើងជាយថាហេតុការអំពាវនាវរបស់ប្រជាពលរដ្ឋដែលបានទៅលេងកម្សាន្តបានសម្ដែងនូវសេចក្តីសប្បាយរីករាយចំពោះទីតាំងកម្សាន្តថ្មីនេះទន្ទឹមនឹងនេះពួកគាត់ក៏បានធ្វើការសំណូមពរដល់អាជ្ញាធរមូលដ្ឋានឲ្យត្រៀមលក្ខណៈសម្ភារៈសង្គ្រោះជាពិសេសទូកឲ្យបានគ្រប់គ្រាន់និងបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការបង្ការនិងសង្គ្រោះគ្រោះថ្នាក់លង់ទឹកក្នុងចំណោមអ្នកមកកម្សាន្ត